ប្រាស់នេះរៀនលក់ទៀតរៀនឲ្យចេះលក់ឲ្យប្រកែណាបាទឲ្យប្រកែជាងពួកខ្ញុំឲ្យប្រកែជាងអ្នកផ្សេងប្រកែតាមក្បាច់គុណរបស់យើងមានបងមួយសួរលោកគ្រូឲ្យខ្ញុំលក់អត់បានមួយរយៈនេះ ក្រោយពីមានវិបត្តិសេដ្ឋកិច្ចសំទោសចំនួនព្រំដែនមានបញ្ហានៅអ៊ីរ៉ាក់អ៊ីរ៉ង់អីយ៉ាងនៅតំបន់មជ្ឈមបូព៌ាហ្នឹងខ្ញុំចាប់ផ្ដើមលក់អត់បានហើយបងសេដ្ឋកិច្ចធ្លាក់អញ្ចឹងលក់អត់បានហើយខ្ញុំក៏ស៊ូគាត់វិញតាបើមិនចោះគេបិទទ្វារអស់ហើយអ្នកលក់គេឈប់អស់ហើយបើមិនគេលក់អត់បានហ្នឹងមែនតើទៅលក់មិនបានវាមិនអាស្រ័យទៅលើគេទើសព្រំដែនទេមិនអាស្រ័យទៅលើសង្គ្រាមនៅអ៊ីរ៉ង់ទេឬនៅមជ្ឈមបូព៌ាទេសិនជាពឹងផ្អែកលើសន្តិភាពនៅក្រៅប្រទេសហ្នឹងសន្តិភាពហ្នឹងអ្នកលក់ដាច់បាយអស់ហើយលក់មិនកើតក្រុមហ៊ុនគេបិទទ្វារហើយវាមានរឿងមកវាយើងត្រូវស្វែងយល់ពីអារម្មណ៍អញ្ចឹងខ្ញុំថាបងឯងទៅជួបអ្នកដែលលក់អត់បានដូចបងឯងដែរមើលជួបអ្នកលក់អត់បានដូចបងឯងទៅគាត់បងនឹងដឹងអារម្មណ៍ពិតបាទអញ្ចឹងគាត់បានទៅជួបឬឲ្យគាត់មករកខ្ញុំវិញថាដូចខ្ញុំប្រាប់គាត់មែនធម្មតានៅពេលដែលយើងសែតយើងចង់ទាញអ្នកដទៃឲ្យទៅកណ្ដោសែតនៅពេលដែលយើងលក់អត់បានយើងទាញគេទៅលក់អត់បានដូចគ្នាអញ្ចឹងឲ្យបងឯងទៅជួបអ្នកលក់អត់បានដូចគ្នាជជែកគ្នាមើលតើវាផ្ដល់អារម្មណ៍យ៉ាងម៉េចដល់បងវិញបងមានអារម្មណ៍ម៉េចអញ្ចឹងនៅពេលដែលគាត់ទៅជួបហើយខ្ញុំថាកុំទាន់ប្រាប់ខ្ញុំឥឡូវទៅជួបអ្នកលក់បានវិញនៅពេលដែលគាត់ទៅជួបអ្នកលក់បានពីរនេះវាដាច់ស្រឡះគ្នាទេផ្ទុយគ្នាស្រឡះហ្មងពីផ្ទុយគ្នាស្រឡះដាច់គ្នាស្រឡះរវាងអ្នកលក់បាននិងលក់បានគឺគាត់យល់អារម្មណ៍អ្នកលក់បាននិងលក់បានផ្សេងគ្នាទី1អ្នកដែលគេលក់បានគេមានទំនុកចិត្តលើខ្លួនគេខ្ពស់ពោលគឺគេមានចំណេះដឹងលើផលិតផលគេមានជំនាញច្បាស់លាស់គេអត់អោយអាកតាខាងក្រៅប្រភេទ dream stealer មកចូលខ្លួនទេទី2គេអត់ស្ដាប់អ្នកលក់អត់បានទេមែនតើគេចង់និយាយមួយយើងមិនមែនគេរើអើងទេពីព្រោះយើងអ្នកលក់អត់បានយើងល្អូធ្វើឲ្យគេបែកអារម្មណ៍គេលក់អត់កើតទេហើយគេអ្នកលក់បានគេអត់មើលព័ត៌មានស្មុគគ្រោកទេគេអត់មើលព័ត៌មានដែរអូសេដ្ឋកិច្ចធ្លាក់ហើយនេះអត់ការងារនោះអត់ទេគេអត់មើលហ្នឹងទេពីព្រោះអីអ្នកដែលគេទៅលក់មិនមែនអ្នកអត់លុយទេអ្នកដែលគេទៅលក់មិនមែនអ្នកអត់ការងារទេគេទៅលក់ឲ្យអ្នកដែលកំពុងតែមានលុយអញ្ចឹងគេផ្ដោតទៅលើតែអ្នកមានលុយគេផ្ដោតទៅលើអ្វីដែលគេទៅរួចប៉ុន្តែចំពោះអ្នកដែលលក់អត់បាននេះដើរទៅលូនឹងលក់អត់បានដល់ពេលដែលខ្ញុំសិក្សាពីគាត់ពីអ្នកលក់បានណាចំណុចខុសគ្នានោះគឺនៅត្រង់ភាពជឿជាក់ទី1ទី2ព័ត៌មានដែលគាត់ទទួលបានអ្នកដែលលក់អត់បានគាត់អត់សូវមានព័ត៌មានគ្រប់ជ្រុងជ្រោយទេពោលគាត់មើលតែព័ត៌មានដែលល្បាក់ហើយប្រភពព័ត៌មានដែលគាត់មើលភាគច្រើនគាត់ផ្ដោតទៅលើ TikTok និង Facebook អញ្ចឹងព័ត៌មានទៅលើ Facebook និង TikTok វាជាដំណឹងឯងវាមិនមែនជាព័ត៌មានទេអញ្ចឹងវាអត់ទេវាអត់គ្រប់ជ្រុងជ្រោយទេប៉ុន្តែអ្នកដែលបេកែគេអត់ទៅមើលព័ត៌មានអញ្ចឹងឯងគេមើលទិន្នន័យគេមើលទិន្នន័យពីក្រុមហ៊ុនរបស់គេមើលទិន្នន័យពីវិស័យដែលគេកំពុងឈរជើងតើវិស័យហ្នឹងវាកំណើនទេវិស័យនេះវាធ្លាក់ទេវាមានបញ្ហាអីអ្នកដែលលក់អត់ដាច់គាត់មើល Facebook និង TikTok ប៉ុន្តែអ្នកដែលលក់បកែគាត់មើលទិន្នន័យពីក្រុមហ៊ុនរបស់គាត់តើក្រុមហ៊ុនរបស់គាត់លក់ដាច់កម្រិតណាមានអតិថិជនក្នុងដៃប៉ុន្មានហើយកម្រិតនៃការលក់ក្រុមហ៊ុនគាត់រីកចម្រើនឬយ៉ាងម៉េចហើយវិស័យដែលគាត់កំពុងឈរជើងហ្នឹងថាតើវារីកចម្រើនឬក៏វាយ៉ាងម៉េចអញ្ចឹងក៏យកព័ត៌មានហ្នឹងមកប្រើអញ្ចឹងហើយនៅពេលដែលយើងទៅជួបអ្នកលក់អត់បានយើងនឹងដឹងអារម្មណ៍ពិតគឺព័ត៌មានមិនត្រឹមត្រូវជួបតែមនុស្សខ្សោយខ្សោយហើយភ្លេចខ្លួនឯងឡៃទៅព័ត៌មានចូលភ្លេចអាបច្ចេកទេសខ្លួនឯងធ្វើឲ្យបាត់បច្ចេកទេសបាត់ទំនុកចិត្តចាប់ដើមលក់អត់បានខ្ញុំលើកទឹកចិត្តបងប្អូនដែលលក់អត់បានសំណួរសួរថាបើលក់អត់បានឈប់មែនហើយបើឈប់ហើយថ្ងៃក្រោយទៅធ្វើអីមិនលក់អណ្ដែលឈប់ពីអ្នកលក់ទៅធ្វើអ្នកលក់តែដែលនឹងចេញពីក្រុមនេះទៅលក់ក្រុមតែអ្នកលក់ដែរចុះហេតុដូចម្ដេចមិនរកវិធីហេតុដូចម្ដេចមិនរកព័ត៌មានបន្ថែមហេតុដូចម្ដេចមិនរៀនមើលតែវីដេអូខ្ញុំ100វីដេអូនឹងទៅបងប្អូននឹងរកឃើញទេពកោសល្យខ្លួនឯងក្នុងការលក់ហើយហេតុអីមិនត្រូវនៅវិស័យហ្នឹងហើយហេតុអីត្រូវចាក់ចេញហើយអញ្ចឹងមើលតែ100វីដេអូរបស់ខ្ញុំមកអូខេហើយអញ្ចឹងខ្ញុំយល់អារម្មណ៍នៅពេលដែលលក់បានខ្ញុំក៏លក់អត់បាននៅពេលដែលខ្ញុំលក់អត់បានខ្ញុំមានអារម្មណ៍មិននៅពេលដែលខ្ញុំលក់បានមិនអញ្ចឹងខុសគ្នានៅត្រង់ព័ត៌មានដែលទទួលបានទីធំមួយទៀតចំណុចធំមួយទៀតនោះគឺការធ្វើសកម្មភាពនៅពេលដែលយើងលក់អត់បានយើងចាប់ដើមបន្ថយសកម្មភាពហើយអញ្ចឹងនៅពេលយើងបន្ថយសកម្មភាពហើយច្បាស់ណាស់លទ្ធផលក៏វាថយដែរ
ដោយសារអីយើងអាចខ្វះថវិកាទ្រទ្រង់យើងអាចបាត់ទំនុកចិត្តធ្វើឲ្យយើងចង់បានតែយ៉ាងណាក៏ដោយនៅពេលដែលយើងអត់មានជំរឿនផ្សេងក្រៅពីលក់បងប្អូនត្រូវថយក្រោយមួយជំហាន step back ថយក្រោយមួយជំហានហើយសិក្សាឡើងវិញថាហេតុអីខ្ញុំលក់អត់បានតើខ្ញុំគួរធ្វើអីទៀតអ្វីដែលខ្ញុំអាចធ្វើបានអញ្ចឹងខ្ញុំឲ្យរូបមន្ត 3P ទៅមើល 3P គោលដៅយើងជាអ្នកលក់ស្អីគេស្អីដែលសមយើងវិធីសាស្ត្រអីដែលសមយើងអតិជនបែបណាសមយើងបន្ទាប់ទៀតចាត់អត្តភាពរកអត្តភាពសកម្មភាពអត្តភាពដើម្បីធ្វើការលក់ធ្វើការជួបភ្ញៀវនឹងដើម្បីឲ្យលក់បានអញ្ចឹងមើលឡើងវិញតើខ្ញុំចង់បានអីគោលដៅខ្ញុំស្អីគេស្អីដែលសមនឹងខ្ញុំបច្ចេកទេសណាមួយសមខ្ញុំអតិជនណាដែលខ្ញុំអាចជួបបានបន្ទាប់ទៀតចាត់វិធានការសំទោសចាត់អត្តភាពថាតើខ្ញុំត្រូវធ្វើអីមុនត្រូវការសុំជំនួយខ្ញុំត្រូវការធ្វើកិច្ចការ1 2 3 4មើលវិញអញ្ចឹងអារម្មណ៍ពីអ្នកលក់មិនបានខ្ញុំក៏ធ្លាប់មានអារម្មណ៍ដូចបងប្អូនតែសូមចាត់អត្តភាពពីព្រោះយើងមិនអាចលក់មិនបានទៀតទេយើងអត់មានជំរឿនផ្សេងក្រៅពីត្រូវតែលក់ឲ្យបានអញ្ចឹងដើម្បីលក់បានឆែកមើលគោលដៅឡើងវិញឆែកមើលសមត្ថភាពខ្លួនឯងឡើងវិញហើយបន្តទៀតចាត់អត្តភាពថាគួរធ្វើអីមុនគួរចាប់ដើមពីតាណាឡើងវិញ restart